ngày nay nomเนี่ยให้มาធ្វើซุปគោបែបខ្មែរម្ដងនិយាយទៅគឺថាខានធ្វើយូរតាំងពីចេះធ្វើ for វៀតណាមមកខានធ្វើរបស់ខ្មែរយូរមកឥឡូវគឺយកមកចាប់ផ្ដើមធ្វើซุปគោរបស់យើងអញ្ចឹងគឺគ្រឿងដែលខ្ញុំមានគឺគ្រឿងខ្មែរយើងនឹងគុលលខៃលខូចម្ដេងខ្ទឹមសខ្ទឹមក្រហមហ្នឹងហើយខ្ញុំយកវាមកអាំងឥឡូវហ្នឹងគឺយើងបកមកមើលខាងសាច់នេះគឺខ្ញុំប្រើកតុយគោហើយនឹងសាច់កពួនជើងគោអាសាច់ស្រួយមកឥឡូវគឺយើងមកមើលពីវិធីដែលខ្ញុំធ្វើមុនដំបូងគឺខ្ញុំដាក់ខ្លាញ់នៅក្នុងឆ្នាំងឲ្យក្តៅហើយបន្ទាប់មកខ្ញុំលីងអាគ្រឿងដែលខ្ញុំបានដាក់អាំងមិញហ្នឹងខ្ញុំលីងឲ្យវារៀងឈ្ងុយតិចគឺខ្ញុំចាក់សាច់ហើយនឹងឆ្អឹងកតុយគោនឹងចូលហើយបន្ទាប់មកគឺខ្ញុំឆាវាឲ្យរៀងឆ្អិនសាច់នេះគឺខ្ញុំឆាឲ្យវាបានឆ្អិនប៉ុណ្ណេះគឺបានហើយបន្ទាប់មកគឺយើងឆាឲ្យវារៀងហ៊ីងទឹកសាច់គោហ្នឹងទៅចាំចាក់ទឹកយើងចូលហើយចំពោះទឹកហ្នឹងគឺខ្ញុំដាក់ឲ្យពេញមួយឆ្នាំងហ្នឹងហ្មងដើម្បីមកងាស់ទឹកស៊ុបរបស់យើងអញ្ចឹងនៅពេលដែលដាក់ទឹកហ្នឹងចូលហើយនៅពេលដែលវាពុះគឺវានឹងឡើងពពុះខ្មៅចលួយកតិចអញ្ចឹងយើងអាចដងវាចេញទៅដើម្បីឲ្យទឹកស៊ុបយើងវាថ្លាបន្ទាប់មកគឺខ្ញុំមកដាក់គ្រឿងមានដូចជាអំបិលប៊ីចេងម្សៅស៊ុបហើយនិងទឹកត្រីខ្ញុំមកដាក់ស្ករទេដោយសារតែខ្ញុំយកជាតិផ្អែមមកពីបន្លែហើយចុងក្រោយហ្នឹងខ្ញុំក៏មានដាក់បន្ថែមអាដុំស៊ុបនេះតែដុំហ្វនេះដោយសារខ្ញុំអត់មានដុំម្សៅស៊ុបនៅខ្មែរយើងអញ្ចឹងទៅខ្ញុំប្រើដុំហ្វហ្នឹងដើម្បីវារៀងមានជាតិបន្តិចបន្ទាប់មកខ្ញុំមកដាក់ជាមួយនឹងបន្លែដើម្បីមកងាស់ជាមួយសាច់ហ្នឹងមានដូចជាការ៉ុតឆៃថាវហើយនិងល្ហុងចំពោះស៊ុបខ្មែរយើងដាក់ល្ហុងហ្នឹងទៅបានចេញជាតិស៊ុបខ្មែរយើងខ្ញុំក៏បានដាក់ខ្ទឹមប្រាំងចូលមួយដែរតែខ្ទឹមប្រាំងហ្នឹងក៏គេដាក់អាំងដែរប៉ុន្តែខ្ញុំភ្លេចបន្ទាប់មកគឺយើងមកងាស់សាច់ជាមួយនឹងបន្លែហ្នឹងឲ្យបាន 4-5 ម៉ោងទៅគឺបានហើយនៅពេលដែលញ៉ាំចាំដាក់ប្រហិតដាក់សាច់អីចូលបន្ទាប់មកយើងរៀបកាទៀវដាក់ស្តៅប្រដោះដាក់អីមកហើយបើយើងចង់ថែមសាច់ពីលើកាទៀវហ្នឹងយើងហាន់វាស្ដើងមកអញ្ចឹងក៏បានដែរប៉ុន្តែថ្ងៃនេះគឺខ្ញុំអត់មានដាក់សាច់ពីលើថែមទៀតទេសារក្នុងស៊ុបខ្ញុំហ្នឹងវាសាច់ច្រើនស្រាប់ហើយចំពោះស៊ុបហ្នឹងញ៉ាំមួយកាទៀវមួយមីមួយបាយអីគឺត្រូវទាំងអស់ហើយពេលយើងដាក់មួយមីដាក់មួយកាទៀវអីហ្នឹងថែមជីវងហើយនឹងក្រូចឆ្មាតិចមកអូននិយាយពីជាតិហ្មងហើយពេលដាក់សាច់ចូលមាត់គឺថាឈ្ងុយគ្រឿងខ្មែរហ្មងដោយសារយើងបានឆាវាជាមួយនឹងគុលលខៃជាមួយលខូចអី